Bà bong ôn tỏ này ta sọc tục sọc sờ bài chỉ thò mà nàn thế bà giờ bài kia mua được dạ hơi hay khi mà cầm thà bong ôn tỏ này sọc sờ bài hay cái sông pia cái đây là lực là cái đây là chun tao phục mai bong ôn tỏ này nhá và chắc là mua chuyện đấy nhưng chưa thà bong ôn tỏ này bà có chỉ mẹ rong tha stone bị bạ tuôn nó tạm bị covid động buồn mà tao mồi bật sẽ cái scar là thay này dương chú bị bậtខាងមជ្ឈមណ្ឌលកំពុងតែមានវិវាទមានសង្គ្រាមជាមួយគ្នាមុននឹងបន្តិចក៏កម្ពុជាយើងក៏មានបញ្ហាសង្គ្រាមជាមួយនឹងប្រទេសថៃដែរអញ្ចឹងវាធ្វើបងប្អូនទាំងអស់គ្នាមានអារម្មណ៍មួយថាហាក់បីដូចជាមិនសូវជាសប្បាយចិត្តមិនសូវជាមានកម្លាំងចិត្តនៅក្នុងការបោះជំហានទៅមុខទេណាបងប្អូនអញ្ចឹងខណៈពេលនេះវីដេអូមួយនេះក៏តែចង់ជាការចូលរួមចែករំលែកលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាកុំឈប់ដើរកុំបាក់ទឹកចិត្តត្រូវប្រមូលស្មារតីឡើងមកវិញពួកយើងនៅមានផ្លូវដែលត្រូវដើរឆ្ងាយយើងនៅមានគ្រួសារដែលត្រូវគុតគង់យើងនៅមានគ្រួសារដែលត្រូវរ៉ាប់រងទទួលបន្ទុកយើងនៅមានកូនចៅរបស់យើងល្អជាមួយយើងនៅច្រើនអញ្ចឹងនៅក្នុងកលៈទេសៈនេះគឺបងប្អូនអរនេះកុំឲ្យបោះបង់ក្តីសម័យឲ្យសោះណាបងប្អូនទាំងអស់នេះត្រូវតែព្យាយាមពង្រឹងស្មារតីរកវិធីសាស្ត្រធ្វើយ៉ាងណាដើម្បីតទល់ក៏ដូចជាដើម្បីមិនស៊ាំជាមួយនឹងស្ថានភាពដ៏លំបាកមួយនេះខ្ញុំជឿថាបងប្អូនទាំងអស់គ្នាមួយចំនួនគឺជួបការលំបាករួមទាំងខ្ញុំផងដែរក៏មានដែរការលំបាកតែសម្រាប់ខ្ញុំមិនបោះបង់ទេខ្ញុំនៅតែបន្តបោះជំហានទៅមុខខ្ញុំនៅតែបន្តតដើរទៅរកក្តីសម័យរបស់ខ្ញុំទាំងអស់គ្នាបាទអត់បោះបង់ទេណាបងប្អូនទាំងអស់គ្នាបាទជាវីដេអូមួយនេះគឺចង់ឲ្យបងប្អូនទាំងអស់គ្នាយល់ហើយកុំឲ្យបោះបង់បងប្អូនដែលមានរបរអ្វីគឺបងប្អូនបន្តពង្រឹងវាទៅព្យាយាមវាទៅបងប្អូនដែលមានតេជកម្មបន្តមើលថែរក្សាវាទៅបើទោះបីជាអ្វីមិនបានសមបំណងដែលបងប្អូនចង់បានប៉ុន្តែបងប្អូនត្រូវតែទទួលយកត្រូវតែទទួលស្គាល់នៅការពិតនាពេលបច្ចុប្បន្ននេះដែលវាកំពុងតែកើតឡើងណាបងប្អូនទាំងអស់គ្នាហើយសម្រាប់បងប្អូនដែលមានបំណងចង់ក្លាយជាម្ចាស់តេជកម្មសិក្សាស្រាវជ្រាវមានលទ្ធភាពមានអីហើយបងប្អូនគួរតែធ្វើទៅណាបាទកុំរងចាំទៅដល់ពេលវេលាមួយថាឥឡូវនេះវាតម្លៃប្រែប្រួលវាមិនសូវល្អស្ថានភាពសេដ្ឋកិច្ចវានៅតែបន្តបែបហ្នឹងអញ្ចឹងបងប្អូនរងចាំមើលយើងអត់ដឹងថាវានឹងបញ្ចប់នៅពេលណាព្រោះយើងអត់មានសមត្ថភាពទៅដោះស្រាយឬក៏ទៅគ្រប់គ្រងបញ្ហាទាំងអស់នោះទេបងប្អូនសាកសម័យថយក្រោយមើលតាំងពី COVID-19 ណាចឹងយើងគិតថា COVID-19 ចប់វានឹងលែងអីហើយព្រោះយើងគិតថាវាជាជំងឺមួយដែលថ្មីហើយកាយសាហាវប៉ុន្តែក្រោយមកនៅពេលដែលចប់អានោះវាមានអាថ្មីមកមួយទៀតអាថ្មីមកមួយទៀតហើយមកមួយទៀតណាចប់មួយមកមួយចប់មួយមកមួយអញ្ចឹងបានន័យថានៅក្នុងផ្លូវដែលយើងត្រូវដើរទៅខាងមុខវារមែងតែមានបញ្ហាវារមែងតែមានឧបសគ្គអញ្ចឹងបើសិនជាយើងឈប់ដើរគឺយើងបានន័យថាក្តីសម័យក៏ដូចជាអ្វីដែលយើងចង់បានក៏ដូចជាគោលដៅដែលបងប្អូនបានគិតទុកគឺត្រូវបានបោះបង់ចោលត្រូវបានបរាជ័យទាំងស្រុងដែរណាបងប្អូនទាំងនេះអញ្ចឹងគណៈពេលនេះគឺបងប្អូនត្រូវតែព្យាយាមណារកវិធីដើរឧទាហរណ៍ដូចតេជកម្មអញ្ចឹងបើបងប្អូនទាំងគ្នាស្រឡាញ់ចង់បានបងប្អូនធ្វើពីឥឡូវទៅពលរបរតេជកម្មមិនមែនធ្វើពីឥឡូវទៅទទួលបានទិន្នផលនៅថ្ងៃស្អែកឬក៏ខែក្រោយឬក៏ឆ្នាំក្រោយនោះទេណាយើងប្រើពេល1ឆ្នាំជាងទៅ2ឆ្នាំឯណោះបូកនឹងការសាងសង់អគាររបស់យើងគឺប្រើពេលក្នុងប៉ុណ្ណឹងទៅយើងទទួលបានទិន្នផលល្អបងប្អូនធ្លាប់ចាំទេកាលពី COVID-19 ខ្ញុំតែងតែណែនាំបងប្អូនយើងឲ្យធ្វើតេជកម្មណាសង់ទៅវាមិនខុសទេវាផ្ដល់ចំណូលជូនបងប្អូនយើងតេតិនទីផ្សារអីផ្សេងៗខ្ញុំបាននិយាយហើយគឺអ្វីគឺវាកាត់ឡើងមែនណាបងប្អូនអរគ្នាចឹងសម្រាប់បងប្អូនយើងដែលសម្រាប់ចិត្តសាងសង់នៅក្នុងកំឡុងឆ្នាំ2019ដែលជាឆ្នាំវឹកវរជាមួយនឹងជំងឺឆ្លងដល់កាយសាហាវគឺ COVID-19 នោះឥឡូវនេះគឺគាត់មានសបុកជាកម្មលក់គាត់មានប្រាក់ចំណូលជីវភាពរបស់គាត់ល្អប្រសើរច្រើនមែនតើហើយបងប្អូនយើងក៏ចាប់ដើមយល់ក៏ចាប់ដើមសាងសង់បន្តតាំងពីនោះមកដល់បច្ចុប្បន្ននេះណាបងប្អូនអរគ្នាចឹងកលៈទេសៈនេះគឺវាមិនខុសអ្វីពី COVID-19 ទេតែបើគិតពី COVID-19 យើងពិបាកជាងនេះទៅទៀតដោយសារអីយើងក្នុងចង់ចេញទៅក្រៅក៏ពិបាកចង់ចេញទៅតំណែងអីក៏ពិបាកបច្ចុប្បន្ននេះយើងធ្វើបានទាំងអស់គ្រាន់តែតម្លៃតំណែងមួយចំនួនគឺវាឡើងថ្លៃតែប៉ុណ្្នឹងឯងប៉ុន្តែបើធៀបកាលនោះខ្ញុំគិតថាបច្ចុប្បន្ននេះវារៀងស្រួលជាងណាបងប្អូនអរគ្នាបាទអញ្ចឹងហើយនេះវីដេអូមួយនេះក៏ចង់រំលឹកទៅដល់បងប្អូនយើងទាំងអស់គ្នាណាកុំឲ្យបាក់ទឹកចិត្តកុំឲ្យមានអារម្មណ៍មួយថាលែងចង់ធ្វើអ្វីកុំកាន់តែប្រឹងបើយើងជួបបញ្ហាលំបាកយើងដកថយបើនេះបញ្ហាវានឹងសង្កត់បងប្អូនបានតែប្រសិនបើកលៈទេសៈនេះបងប្អូនទាំងអស់គ្នា
ប្រឹងរត់បាននេះថាឥឡូវវាកំពុងពិបាកបើយើងមិនប្រឹងរត់ទេបញ្ហាវានឹងមកជន់យើងហើយបងប្អូនទាំងគ្នាណាហើយបន្ទាប់ពីវីដេអូនេះខ្ញុំនឹងមានវីដេអូផ្សេងបញ្យល់ចែករំលែកបងប្អូនយើងពីភាគ1រហូតដល់ភាគចុងបញ្ចប់នៃរបរទស្សនកម្មតើបងប្អូនចង់ដឹងទេចាំបងប្អូនចង់ដឹងសូម comment ឬក៏ share វីដេអូនេះម្នាក់មួយខ្ញុំនឹងរៀបចំវីដេអូមួយ clip ដើម្បីចែករំលែកទៅដល់បងប្អូនយើងដែលថ្មីថ្មោងដែលមានផ្ទះហើយក៏យើងអាចធ្វើការមើលរំលឹកឡើងវិញដែលមិនទាន់មានផ្ទះកំពុងតែចង់សិក្សាស្រាវជ្រាវចង់ស្វែងយល់ពីរបរមួយនេះតើវាមានចំណុចពិសេសអីហេតុអ្វីបានបងប្អូនច្រើននាំគ្នាសាងសង់នាំគ្នាធ្វើវាហ្នឹងហើយតើគេលក់ដូរវាយ៉ាងម៉េចគេចិញ្ចឹមវាយ៉ាងម៉េចខ្ញុំនឹងនិយាយអត្ថាធិប្បាយបកស្រាយជូនបងប្អូនយើងម្ដងមួយរហូតទៅដល់វគ្គថែទាំវគ្គដែលប្រមូលផលផ្ទះតិចកម្មតែម្ដងអរគុណពុកម៉ែបងប្អូនទាំងអស់នេះជួបគ្នានៅវីដេអូក្រោយទៀតបាទបាយបាយ